កម្ពុជាជួបជាមួយនឹង Long Mai Construction ឬមួយក៏ហៅថាតៃប៉ែធូការប្រកួតទឹកទី1គឺបានកន្លងផុតទៅហើយដោយលទ្ធផលនោះវិសាខាកម្ពុជាបានយកឈ្នះដោយលទ្ធផល25ទល់នឹង20ស្វិតស្វាញណាស់ប្រិមិត្តដោយសារតែការប្រកួតនេះមានការជាប់រនាំងការវាយផ្ដាច់ទៅដាច់មកដូចគ្នាហើយបាល់ដែលល្អសម្រាប់បាល់តៃប៉ែធូនោះគឺឃើញថាបាល់3ម៉ែត្រពួកគាត់ធ្វើបានល្អមែនទែននេះមកគ្រាប់ទៀតហើយបាទបាល់ចំហ3ម៉ែត្រឆ្វេងស្ដាំកដាលរបស់គាត់គឺល្អទាំងអស់តែម្ដងឲ្យតែគាត់លេង3ម៉ែត្រណាបន្ទូមួយស្មើបាទសេវាចេញពីបាទលីយួនបាទលេងសេវាទៅហើយអូបាទចេញក្រៅឆ្ងាយមកគ្រាប់នេះបាទទៅបន្តបាទចូលរួមទស្សនាshareឡើងវិញបងប្អូនណាបាទ share ឡើងវិញបងប្អូនមិញនេះទស្សនាបានដូចជាជិត 30k ណាបងប្អូនបាទ 30k ជាងអញ្ចឹងសង្ឃឹមថាការប្រកួតសិតទី2នេះអាចនឹងឡើងដល់ 50k បាទបងប្អូនជួយ share ម្នាក់មួយទៅគឺដឹងតែបានហើយផ្ទះបញ្ចូលលឿនមែនតើបាទកីឡាករលេខ9បាទគឺចិន ND បាទលេងសេវាចេញពីបាទតៃប៉ែបាទចូលថ្នាក់លើកណែផ្ទះទៅប៉ុន្តែអត់ទេបាទឆ្កឹះចេញក្រៅហើយឬមួយក៏យ៉ាងណាឥឡូវហាឡៃការតវ៉ាអត់ឬមួយក៏យ៉ាងម៉េចឥឡូវគូញ៉ាក្រាផ្ដល់បន្ទុកបានមកខាងតៃប៉ែធូបាទ3ទៅនឹង2បាទ3-2បាទសេវាពីតៃប៉ែធូបាទចូលកញ្ញាំរីប្រយបាទលើកឲ្យហាឡេអាយយបាទក្តៅមិនសិនហើយបាទក្តៅចំហហើយបាទគាត់នេះក្តៅចំហហើយបាទជាតារបស់ជាតិដូចភេជ្ជៈបើកម្លាំង work ទាំង4ហើយមកគ្រាប់នេះបាទលើនេះសេវាចេញពីបាទគួនមុំបាទចូលថ្នាក់បាទលើកផ្ទះបញ្ចូលទៀតអូយបាល់ដេញលឿនរបស់បាទ Long Mai Construction នេះល្អណាស់បាទរូបភាពជាម្ដងទៀតចាក់ស្រួចទៅវាយភ្លឹបបាទដាច់ប៉ាត់បាទអត់មានសង្ស័យច្រើនទេបាទកីឡាករបាទ RHSU បាទ SU បាទកម្ពស់ 1.93 ឯណោះឥឡូវនេះសេវាទៅទៀតហើយចេញក្រៅបាទពីខាងតៃប៉ែឥឡូវសេវាចេញពីកីឡាករពលរតនៈបន្ទុក4ស្មើបាទឃើញថាក្រុមនេះគឺជាក្រុមខ្លាំងអញ្ចឹងមិនងាយដាច់បន្ទុកគ្នាទេបាទវិសាខាកម្ពុជាមិនងាយស៊ីដាច់ងាយទេលើកផ្ទះបញ្ចូលបាននៅតែល្អបាទបងប្អូនមិត្តដូចខ្ញុំបានជម្រាបជូនបងប្អូនមិត្តអញ្ចឹងថាតាំងពីការប្រកួតម្សិលមិញជួបជាមួយនឹងកូរ៉េមួយណាបាទក្រុមតៃប៉ែធូនេះគឺគាត់ធ្វើបានល្អហើយបាល់ដែលគាត់មានប្រសិទ្ធភាពច្រើននោះគឺការវាយផ្ដាច់ដោយប្រើបាល់3ម៉ែត្រវាយ3ម៉ែត្រលេងក្រោយណាឥឡូវសេវាចូលថ្នាក់បាគួនមុំរីបរយឆ្កឹះបញ្ចូលអីចាស់បាទដកមួយផ្ទះបញ្ចូលយកបានពីគឹមហាប់លើកឲ្យរីបរយឆ្កឹះមួយទៀតបុកផាំងណាបាទចូលទ្រូងតែម្ដងកីឡាករលេខ7ក៏សាយខ្លួនគាត់ក៏លើកដៃប៉ែប៉ឥឡូវចូលនេះបាទគាត់បិចោតគាត់ដកដៃតែនៅផុតខ្លួនរីបរយក៏ឆ្លាតគាត់បោះទម្លាក់ឲ្យចំខ្លួនតែម្ដងឥឡូវបន្ទុក5ស្មើបាទសេវាពីហាឡៃចូលថ្នាក់បាទលើកផ្ទះណែចូលថ្នាក់យកបានវិញបាញ់បញ្ចូលពីហាឡៃបាទយកបានពីខាងតៃប៉ែមួយសារៀបផ្ទះភីងអូយបាទកីឡាករលេខ20នេះបាទអីឡងគាត់ឡើងទៅលះល្អណាស់បាទលេខ20បាទឈ្មោះគាត់គឺលីយួងបាទនេះបាទជើងក្រោមរបស់វិសាខាកម្ពុជាក៏មិនណយដែរទឹកមួយផឹងលីយួងកម្ពស់ 1.86 បាទគាត់កើត2004អញ្ចឹងទៅតែ21ឆ្នាំទេទូលរនាំងចូលថ្នាក់បាទដកកែកដោបចុចមួយបាទកដោបពី Rosler បាទ Rosler អត់ឲ្យផុតទេបាទ Rosler បាទបងប្អូនចូលរួមទស្សនាជួយ share ម្នាក់មួយដែរបាទរីបរយចូលថ្នាក់លើកឲ្យស្ដាំផ្ទះជាប់បាំងយកបានពីលីប្រូខាងតៃប៉ែផ្ទះមួយទៀតជាប់បាំងយកបានវិញពី Thomas Gill ដកឲ្យហាឡូជាប់បាំងដែរ
រូបភាពយឺតម្ដងទៀតផ្ទះណាបាទគឺបន្ទុកបានមកខាងតៃប៉ែធូបាទ7-6សេបាទទៅហើយបាទចូលថ្នាក់គីមហាប់លើកឲ្យហាឡៃមសារៀតផ្ទះបញ្ចូលថ្នាក់ដកកែស្អាតណាស់បាទប៉ុន្តែអត់ឆ្លងទេបន្ទុកបានមកខាងវិសាខាកម្ពុជារូបភាពយឺតម្ដងទៀតជាប់រនាំងណែនទៅហើយបាទ7ស្មើបាទ Sebastian Rosler បាទមុនណាស់បាទប៉ុន្តែតាក់សំណាញ់ទៅហើយបាទនេះសេវាចេញពី Long Mai Construction បាទកីឡាករលេខ20លីជួងចូលថ្នាក់បេគីមហាប់ស្អាតមែនតើផ្ទះឲ្យលើកណាផ្ទះទូលណាំងបាទពីហាឡៃបាទមួយណាបាទល្អណាស់បាទល្អបងប្អូនមិត្តបាទតែងតែមានចម្ងល់សួរថាបាទថ្ងៃបាទរដូវកាលនេះអត់ឃើញបាទតូលេដូបាទតូលេដូគាត់ជាប់បាទភារកិច្ចបាទនៅខាងក្លឹបរបស់គាត់ណាអត់បានចូលរួមទេហើយជំនួសហាឡៃនេះក៏មិនធម្មតាដែរលើកឲ្យស្មាត់ស្ដាំនេះផ្ទះជាប់រនាំងប៉ុន្តែចេញក្រៅបាទបន្ទុកបានទៅខាងបាទតៃប៉ែបងប្រិមិត្តបាទឃើញថាសម្រាប់បាទសិតទី2នេះគឺកំពុងតែនាំមុខបាទពីខាងបាទតៃប៉ែបាទ9-8បាទសេវាពីតៃប៉ែមកចូលថ្នាក់បាទរីបរយលើកបាទនេះយកបានវិញឆ្កឹះ1ឆ្កឹះ2ប៉ុន្តែអត់ឆ្លងទេជាប់រនាំងរបស់បាទខាងបាទតៃប៉ែធូទៅហើយបាទលេខ11បាទគឺបាទបន្ទុកបាននៅខាងអ្នកមួយណាបាទសុំ 50k មកប្រិមិត្តជក់ចិត្តហើយប្រិមិត្តដោយសារតែការប្រកួតនេះជើងជួបជាមួយនឹងក្រុមបាទតៃប៉ែធូនេះបាទគឺបាទ Long Mai Construction នេះគឺក្រុមខ្លាំងដែលការពីប្រកួតដំបូងគឺឈ្នះ3-0ដូចគ្នាផ្ទះល្វីពីហាឡៃមួយនេះបាទ style របស់គាត់នេះគឺក្បាច់របស់គាត់អែមបាទបន្ទុកបាទ9វិសាខាកម្ពុជាហើយតៃប៉ែធូនោះ10ពួនមកបាទចូលថ្នាក់បាទ Libro លើកឲ្យបាទដមីនេះបាទដេញបាល់លឿននេះដល់ហើយបាទកីឡាករចាំងយូចិននេះបងប្អូនហើយបាទដល់ហើយនេះបាទរូបភាពជីម្ដងទៀតនោះបាទកពុះគាត់ពុះឲ្យគាត់លេងបាទគាត់លោតទៅបាទពុះទៀតបាទលេសេវាទៅឲ្យបាទចូលកញ្ញាំគីមហាប់ផ្ទះពីរីបរយទូលរនាក់អីចាលោកគ្រូបាទ head coach ហ្នឹងបាទរត់ផាប់ភីងបាទលេខ20នេះគាត់ចាក់តុងចាក់ដល់ណារូបភាពជីម្ដងទៀតរីបរយបាទសម្រាប់ពីកីឡាករផលរតនៈបាទបន្ទុកតាមពីក្រោយដោយវិសាខាកម្ពុជាយើងគឺ10-11ហើយទីហើយបាទចូលថ្នាក់បាទខាងតៃប៉ែផ្ទះបញ្ចូល3ម៉ែត្រនេះបាទច្រកទៅហើយបាទឃើញថា3ម៉ែត្ររបស់បាទខាងតៃប៉ែធូនេះគឺមានប្រសិទ្ធភាពបាទមានប្រសិទ្ធភាពបាទរនាំងធំរបស់យើងដល់តែ3រូបបាទនៅខាងមុខនៅតែទប់គាត់មិនជាប់ទេបាទ12បាទទល់នឹង10ទេវ៉ាចេញក្រៅបាត់ទៅហើយបាទ11 12បាទមិត្តដល់តែពេលការប្រកួតជក់ចិត្តដេញបន្ទុកចឹងល្អមើលទេបងប្អូនមិត្តបាទតោះចូលរួមទស្សនាជួយ share ម្នាក់មួយហើយវេលាស្មើនេះគឺដល់ម៉ោងអាហារថ្ងៃត្រង់ល្មមបងប្អូនមិត្តទស្សនានៃការប្រកួតបដាអូបាយបដាហើយកុំភ្លេចជួយ share មួយផងបាទគួនមុំនៅខាងក្រោយហ្នឹងលើកឲ្យហាឡៃជាប់រនាំងចំខ្សែតែម្ដងបាទបន្ទុកបានមកខាងតៃប៉ែបន្តទៀតហើយតៃប៉ែធូបន្តទៀតហើយបាទគឺ13ទល់នឹង11សេវាចេញពីតៃប៉ែធូបាទចូលថ្នាក់បាទគួនមុំលើកឲ្យរីបរយរៀងជ្រុលបាទប៉ុន្តែឆ្កឹះបញ្ចូលបច្ចេកទេសមួយបាទឆ្កឹះបញ្ចូលបច្ចេកទេសមួយក៏បាទបន្ទុកបានមកខាងវិសាខាកម្ពុជារីបរយបាទដៃវែងបាទរីបរយបាទសេវាពីរីបរយចូលថ្នាក់បាទខាងតៃប៉ែលើកផ្ទះ3ម៉ែត្រជាប់រនាំងហើយបាទលើកនេះជាប់រនាំងហើយបងប្អូនបាទចង់ទៅណាគង់តែមានពេលជាប់ទេបាទគង់តែមានពេលជាប់ទេឥឡូវនេះគឺជាប់ហើយណែនប៉ែហើយ
13 ស្មើបាទ13ស្មើសេវាពីរីបរយយកកញ្ញាខាងតៃប៉ែលើកឲ្យស្ដាំម្ដងផ្ទះណាបាទដូច3 ម៉ែត្រឆ្វេងបាទវាយអត់ត្រូវឥឡូវឡើងលើកឲ្យស្ដាំម្ដងរូបភាពយីម្ដងទៀតបាទមានសល់ទេណាមានសល់ទេឥឡូវសេវាពីកីឡាករលេខ7ចិនទៅព្រៃបាត់បាទសេវានេះគឺអត់ចូលផ្ទះទេបាទ14ស្មើបាឡេសេវាចេញពី Sebastian Rosler បាទ middle block បាទសញ្ជាតិអាល្លឺម៉ង់ពាក់សំណាញ់ទៅហើយបាទ Rosler បាទ15 ទល់នឹង 14 បាទ15 14បាទសេវាពីកីឡាករលេខ20បាទ Wiley បាទហៅកាត់ថា Wiley បាទឈ្មោះគាត់ចូលថ្នាក់បារីបរយរៀងឆ្លងទៅក៏ផ្ទះបញ្ចូលផ្ដាច់ពីកីឡាករតៃប៉ែបាទនេះបាទក៏ celebrate បាទមកគ្រាប់នេះដកទៅផ្ទះអត់សល់ទេបាទខាន់បាទបន្ទុក16 ទល់នឹង 14នាំមកពីបន្ទុកបាទពីតៃប៉ែបាទសេវាចេញពីតៃប៉ែធូចូលថ្នាក់បាទគួនមុំលើកឲ្យគួនមុំជាប់រនាំងយកបានវិញដកឲ្យហាលៃផ្ទះទៅណាបាយរនាំងចេញក្រៅទៅហើយបច្ចេកទេសបាទមួយបាទពីហាលៃបន្ទុកបាទ15 16បាទរូបភាពយឺតណាបាទដកពីរៀបរយល្អណាស់បាទផ្ទះទៅបច្ចេកទេសមួយផ្សាយជូនវីដេអូនេះជូនដល់បងប្អូនទស្សនិកជនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់ទាំងអស់គ្នាហើយសូម share ចែករំលែកដល់បងប្អូនដែលអត់បានទស្សនាផ្ទាល់ផងលើកនេះផ្ទះបាទឥឡូវនេះចាប់ផ្ដើមប្លុកឆ្វេងស្ដាំកដាលហើយបាទសម្រាប់តៃប៉ែបន្ទុក17 ទល់នឹង 15បាទរូបភាពយឺតណាបាទល្អមែនតើបាទ17 ទល់នឹង 15ឥឡូវនេះសេវាទៅហើយបាទចូលកញ្ញាំលើកផ្សារទៀតផ្ទះទៅភីងនេះវិញពីហាឡៃចាប់ផ្ដើមក្តៅម៉ាស៊ីនរៀងខ្លួនហើយបាទពេលនេះលេងស្រាលកើតទៀតហើយរូបភាពយឺតណាស់បាទគាត់វាយបច្ចេកទេសធ្ងន់ហើយស៊ីចុងលេងមិនងាយមានអ្នកសវេបានទេបន្ទុកបាទ16 ទល់នឹង 17បាទគួនមុំទៅហើយបាទចូលថ្នាក់លើកឲ្យស្ដាំនេះផ្ទះទូរនាំងយកបានពីរីបរយធំបាគៀលលើកឲ្យរីបរយឆ្កឹះយកដៃបច្ចេកទេសរីបរយបាទរីបរយនេះគាត់ផ្ទះមិនធ្ងន់វាយពេលខ្លះក៏ត្រូវធ្ងន់ពេលខ្លះក៏ត្រូវការស្រាលបាទរូបភាពជីបដល់ទៀតដែរបាទអារម្មណ៍មកល្មមហូបបាទមិនងាយចាប់បានគាត់ទេបាទមិនងាយទេទិញសិទ្ធធ្វើការផ្សាយបន្តផ្ទាល់នៃការប្រកួតជូនបងប្អូនប្រិយមិត្តទស្សនិកជនដែលបានទស្សនាជាមួយនឹងការប្រកួតបាទរបស់កម្ពុជាយើងសេវាចេញពីគួនមុំបាទចូលថ្នាក់បាទខាងតៃប៉ែលើកឲ្យស្ដាំនេះផ្ទះជាប់រនាំងបាន9 5ហើយបាទចាប់ដើមហើយប្រិមិត្តចាប់ដើមហើយបាទណាបាទចង់ទៅណាបាទអូយបាទជាតិណាបងប្អូនមកក្របនេះជាតិណាបាទ18 ទល់នឹង 17បងប្អូនសុំសៀមួយទៀតយក 50k ឡើងបាទចូលថ្នាក់លើកឲ្យរីបបាទដើម្បីជាប់រាំងមួយទៀតហើយបាទលើកឲ្យស្ដាប់រងជាប់ទៀត2លើកបាំងបាទដៃអូយក្របនេះបាទក្រុមការងារយ៉ាងម៉េចហើយ view យើងបានប្រហែល k ជិត 50k ហ្នឹងបងប្អូនមកសុំ share មកអ្នក10 group មកបងប្អូនតោះឃើញថាស្វិតស្វាញហើយបងប្អូនស្វិតស្វាញហើយ34k ហើយរត់ជិត 35k ហើយបាទអញ្ចឹងនៅសល់តែ 15k ទៀតទេបងប្អូនតោះបាទសុំ share ម្នាក់មួយគូនេះខ្ញុំគិតថាបាន 50k បងប្អូនរិវិតបាទគិតអត់បាទឥឡូវជួយ share មួយបងប្អូនរិវិតជួយ share មួយដោយសារតែស្វិតស្វាញណារិវិតស្វិតស្វាញណា18 ស្មើហើយសេវាចេញពីតៃប៉ែបាទចូលកញ្ញាប់ធំបាក់គេលើកឲ្យហើយអូបាទដល់ពេលដែលក្តៅម៉ាស៊ីនរៀងខ្លួនហើយពេលនេះដឹងតែឆ្ងាញ់ហើយរិវិតដឹងតែឆ្ងាញ់ហើយហាឡៃណា19 ទល់នឹង 18សេវាចេញពីកីឡាករផលរតនៈពលរតនៈបងប្អូនរតនៈចូលថ្នាក់មកខាងតៃប៉ែលេខ20គេឲ្យឆ្វេងបោះបញ្ចូលជាប់រនាំងដែរបាទឥឡូវមួយទៀតភាសាទៀតលើស្ដាំផ្ទះជាប់រនាំងដែរ20 ទល់នឹង 18
ចាប់ផ្ដើមហើយចាប់ផ្ដើមនាំមកវិញឲ្យរូបភាពយឺតបោះស្ដាំជាប់រនាំងរីបរយម្ដងទៀតបោះទៅខាងស្ដាំម្ដងផ្ទះនោះជាប់រនាំងម្ដងទៀតអត់ចេញទេ20ទល់នឹង18រតនៈចេញសេវារតនៈតាក់សំណាញ់ដែររតនៈ19ទល់នឹង20កំពុងតែស្វិតស្វាញមកប្រិមិត្តកំពុងតែឡើង user សើដែរបងប្អូន share ម្នាក់មួយទៀតបាទគណៈបាទ team manager របស់យើងអាដាមបណ្ឌិតអាងស្រីផ្សិតកំពុងតែនៅអត់ស្ងៀមដែរបាទចូលថ្នាក់បាទគុណមុំលើកឲ្យណាបាទ Rosler ក៏លូតវាយធ្ងន់ស៊ីតែចង់សាច់ទេបងប្អូនស៊ីតែចង់លេងទេណែបងដល់ហើយបងប្អូនប្រិមិត្តជាតិបាទជាតិបាទជាតិមកក្របនេះដូចបាទជាតិដូចភេសជ្ជៈពេលកម្លាំង work ចឹងបងប្អូនហើយជាតិបាទសេវាពីហាឡៃចូលថ្នាក់បាលីប្រូខាងតៃប៉ែបាទផ្ទះបញ្ចូលមួយជាប់រាំងតែចេញក្រៅទេកីឡាករលេខ6របស់បាទតៃប៉ែបាទគឺ MT Steng 20-21រៀនទៅហើយបាទចូលថ្នាក់បាគីមហាប់ឆ្លងបាត់ហើយបាទយកបានវិញពីខាងតៃប៉ែផ្ទះ3រនាំងខ្ចាយ21ស្មើចាប់ផ្ដើមដល់បន្ទុកដែលបុកពោះជក់ចិត្តស្វិតស្វាញហើយបងប្អូនមិត្តរូបភាពទីម្ដងទៀតបែករនាំងដល់ហើយដល់ពេលហើយបងប្អូនប្រិមិត្តបន្ទុកនេះគឺបុកពោះហើយសៀឡើង5មួយទៀតបងប្អូនសៀឡើង5មួយទៀតរៀនចូលថ្នាក់បាគីមហាប់លើកឲ្យ Riveroy Riveroy បាទ22ទល់នឹង21បាទទូនេះអាចនឹងបន្ទុកសិតមិន25ទេអាចនឹងលើស25បាទសិតទី2នេះអាសេវាពី Riveroy ចូលថ្នាក់បាទខាងតៃប៉ែលើកឲ្យស្ដាំណាចាប់ផ្ដើមធ្ងន់រៀងខ្លួនហើយបាទកីឡាករលេខ20Wiley បាទរូបភាពយឺតម្ដងទៀតណាបាទ Wiley 22ស្មើ22ស្មើហើយតោះបងប្អូនមិត្តបាទចូលរួមទស្សនាសៀម្នាក់មួយទៀតបាទឥឡូវនេះសេវាចេញពីLong Bay Construction ដកកែហាឡៃផ្ទះពីចម្ងាយអូយបាទមិនមែនផ្ទះ3ម៉ែត្រទេនេះចូលផ្ទះ6ម៉ែត្រដែរមិត្តបាទមកក្របនេះដល់កមានស្រួយយើងប្រហែលថាបងប្អូនយល់មានស្រួយបាទមួយកម្ពស់2ម៉ែត្រ1ម៉ែត្រ68បងបាទឥឡូវនេះសេវាចេញពី Rosler ចេញក្រៅបាត់ហើយបាទ23ស្មើបាទមិត្តបាទចូលរួមទស្សនាសៀម្នាក់មួយទៀតបាទ view ឡើងជិត 50k ហ្នឹងបងប្អូនសុំសៀមួយទៀតបងប្អូនសុំសៀមួយទៀតបាទជិត 40k បងប្អូនសុំម្នាក់មកសៀទៀតបាទ 40k សៀទៀតមកតើបងប្អូនបាទគ្រប់ 50k សុំ 50k មកបាទសុំ 50k មកបាទឥឡូវនេះសេវាចេញពីបាទតៃប៉ែបាទធូបាទចូលថ្នាក់បាទរីបរយលើកឲ្យហាឡៃជាប់បាំងអូយបាទជួយសង្គ្រោះពីគីមហាប៉ុន្តែអត់បានទេឥឡូវនេះបន្ទុកនាំមុខបាទពីខាងតៃប៉ែបាទ24រូបភាពយឺតម្ដងទៀតផ្ទះទៅជាប់រនាំងបាទ24 set point បានទៅខាងបងប្អូនគឺជួយ share ណាបងប្អូនជួយ share បាទសុំ 50k បងប្អូនសុំ 50k មកបាទឥឡូវនេះសេវាមកឲ្យចេញក្រៅបាត់24ស្មើបាទគូនេះខ្ញុំថាអត់ស្ទើរ25ទេបងប្អូនមិត្តឥឡូវនេះដឹងតែលើស25ហើយលើស25ហ្នឹងមិត្តលើស25ហើយបាទសេវាពី Thomas Gill នេះគឺសេវាធន់ Thomas Gill អត់វាយធន់នេះវាយស្រាលសិនទៅបានលើកឲ្យស្រាំផ្ទះបានណាអូយបាច់ល្អមែនទេបាទ Wenji Kai បាទ Wenji Kai នេះកម្ពស់គាត់ 1m87 កម្ពស់គាត់ប្រហែលនឹងបាទទីមិញហួងយើងដែរបងប្អូនបាទលេខសេវាចេញពីកីឡាករលេខ9បាទខាន់ចូលថ្នាក់បាទហាឡៃលើកឲ្យហាឡៃបាទទូរនាំងទៅក្រោយ25ស្មើបាទ25ស្មើហើយរមិត25ស្មើអូយបាទបុកពុះហើយរមិតបុកពុះហើយបាទដល់វគ្គរត់ពុតមែនទេហើយបាទខ្លាចតែជាប់បាំងទេមកក្រមមកប៊ីហើយមិញប៊ីបាទលេខសេវាពីគុណមុំស៊ីសេវាប្រកបគុណមុំបាទចូលថ្នាក់លើកឲ្យស្ដាំនេះខាន់អូយ
26 ទល់នឹង 25 បាទនាំមុខបាទពីខាងតៃប៉ែបាទសិតពាន់ផ្ទះនឹងបាទរូបភាពយឺតៗទូលរះហើយមកស៊ីចង់លេងទៀតបងប្អូនហើយបាទជក់ចិត្តហើយបាទជក់ចិត្តហើយបាទជិត 50k បងប្អូនសុំ share មួយទៀតទៅបាទចូលថ្នាក់បាគីមហាប់ដកកាយឲ្យរីបឺរយជាប់បាំងដែរបាត់ហើយជ័យជំនះបាទនៅសិតទី 2 នេះបានទៅខាងបាទតៃប៉ែធូដោយបន្ទុក